មានបុរសម្នាក់ដែលជាមនុស្សកំជិលដោយរាល់ថ្ងៃមិនសូវខិតខំប្រឹងប្រែងធ្វើការងារទេគាត់គិតតែពីដេកនិងបណ្តែតបណ្ដោយពេលវេលាជានិច្ចខ្ជិលដល់ហើយនៅថ្ងៃនេះខ្ញុំគិតថាដើរទៅភ្ជួរដីស្រែបន្តិចប៉ុន្តែខ្ញុំដូចជាមិនទាន់មានកម្លាំងអញ្ចឹងចាំថ្ងៃស្អែកចាំខ្ញុំទៅធ្វើការងារទាំងអស់នោះនៅថ្ងៃនេះខ្ញុំគិតថាដើរលេងនៅក្នុងភូមិឲ្យសប្បាយបន្តិចទម្លាប់របស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃតែងតែខ្ជិលគាត់តែងតែបណ្ដោយពេលវេលាជានិច្ចគាត់បានដើរមកដល់ទីកន្លែងមួយក៏បានជួបនឹងកសិករកំពុងតែកាប់ស្រែលោកបងអើយហេតុអ្វីបានជាខិតខំប្រឹងប្រែងធ្វើការងារអីបែបនេះមិនបានជាមិនសម្រាប់ខ្លះទៅលោកបងឯងខំប្រឹងធ្វើការងារពេកហើយមិនអាចសម្រាប់បានទេណាលោកបងដោយសារតែរដូវធ្វើស្រែជិតបានមកដល់ខ្ញុំបានកាប់ដីស្រែចម្ការត្រៀមរួចហើយតើលោកបងឯងពេលណាទៅទើបមកកាប់រាស់ដីស្រែចម្ការខ្ញុំគិតថាចាំថ្ងៃក្រោយណាលោកបងដោយសារតែថ្ងៃនេះខ្ញុំដូចជាមិនសូវមានកម្លាំងដូច្នេះទៅខ្ញុំទុកការងារទាំងអស់នោះចោលសិនតែម្ដងទៅនឹងហើយណាលោកបងយើងគួរតែខិតខំប្រឹងប្រែងធ្វើការងារឲ្យបានទាន់ពេលក៏ព្រោះតែរដូវធ្វើស្រែចម្ការជិតបានមកដល់ទៀតហើយបានហើយណាលោកបងឯងធ្វើការងារបន្តទៀតទៅខ្ញុំសូមទៅមុខទៀតសិនហើយខ្ញុំចង់ដើរលេងនៅក្នុងភូមិបន្តិចក៏ព្រោះតែខ្ញុំខានដើរលេងច្រើនថ្ងៃមកហើយនៅថ្ងៃស្អែកគាត់បានងើបពីដំណេករបស់គាត់សាជាថ្មីនៅថ្ងៃស្អែកបានមកដល់ទៀតហើយខ្ញុំបាននិយាយកាលពីថ្ងៃមុនថានៅថ្ងៃនេះខ្ញុំត្រូវទៅស្រែប៉ុន្តែខ្ញុំដូចជាមិនចង់ទៅធ្វើខ្ញុំមិនធ្វើស្រែ1ឆ្នាំ2ឆ្នាំទៀតក៏បានដោយសារតែស្រូវរបស់ខ្ញុំនៅផ្ទះហូបក៏មិនអស់ដែរខ្ញុំគិតថាដើរទៅមាត់ទឹកដើម្បីរកត្រីបន្តិចក្រែងបាន1 2អាចយអើយអាចយងើបហើយមែនទេមិនបានជាថ្ងៃនេះមិនទៅស្រែឬមួយក៏នៅតែដេកបន្តបែបនេះរហូតខ្ញុំមិនទាន់ទៅទេណាលោកពូដោយសារតែស្រែរបស់ខ្ញុំធ្វើការពីឆ្នាំមុនបានស្រូវច្រើនដូច្នេះខ្ញុំហូបនៅមិនទាន់អស់ទោះបីខ្ញុំមិនធ្វើស្រែ2ឆ្នាំទៀតក៏នៅតែមានអង្គហូបហេតុអ្វីបានជាឯងគិតបែបនេះទៅវិញឯងមិនគិតខិតខំប្រឹងប្រែងធ្វើស្រែហើយសល់ស្រូវយកទៅលក់បានប្រាក់ដើម្បីកសាងជីវភាពរបស់ខ្លួនឯងមិនចាំបាច់ខ្វល់ទេខ្ញុំខ្លួនមួយហើយមានស្រូវនៅលើផ្ទះស្រាប់ហើយខ្ញុំមិនធ្វើស្រែ1ឆ្នាំ2ឆ្នាំក៏បានខ្ញុំគិតថាដើរទៅមាត់ទឹកក្រែងរកត្រីបាន1 2គ្រាន់ហូបហើយនឹងដកមេកន្លះលីត្រលេងណាលោកពូមិនបានជាបណ្ដោយពេលវេលាបែបនេះគិតទៅស្ដាយពេលវេលាជំនួសឯងមែនមិនបានជាឯងមិនចេះចាត់ចែងពេលវេលាខ្លួនឯងធ្វើរឿងឲ្យមានប្រយោជន៍គាត់បានធ្វើដំណើរមកដល់ស្រែរបស់កសិករម្នាក់ទៀតដែលមានឈ្មោះថាសម្បត្តិទាំងដែលសម្បត្តិមានទ្រព្យសម្បត្តិច្រើនប៉ុន្តែសម្បត្តិនៅតែខិតខំប្រឹងប្រែងធ្វើស្រែជារៀងរាល់ឆ្នាំសួស្ដីលោកបងតើឆ្នាំនេះលោកបងមិនធ្វើស្រែទៀតមែនទេទើបបានជាដល់ពេលនេះហើយនៅមិនទាន់មានឃើញការភ្ជួររាស់ដីទៀតលោកបងឆ្នាំនេះខ្ញុំមិនធ្វើស្រែទេណាសម្បត្តិដោយសារតែស្រូវរបស់ខ្ញុំប្រមូលផលកាលពីឆ្នាំមុនបានផលច្រើនដូច្នេះខ្ញុំសម្រាប់ធ្វើស្រែ1ឆ្នាំទៅ2ឆ្នាំអ្នកភូមិរបស់យើងគ្រប់គ្រួសាររស់នៅដោយសារតែការធ្វើស្រែប៉ុន្តែលោកបងបែរជាមិនធ្វើស្រែទៅវិញគ្រាន់តែប្រមូលផលពីឆ្នាំចាស់បានច្រើនប៉ុន្តែឆ្នាំថ្មីបែរជាមិនបង្កើតផលរាល់ថ្ងៃនេះខ្ញុំរស់នៅតែម្នាក់ឯងនៅមិនទាន់មានគ្រួសារដូច្នេះខ្ញុំមិនសូវខិតខំប្រឹងពេកក៏បានខ្ញុំមិនធ្វើស្រែឆ្នាំនេះមួយឆ្នាំក៏វាមិនទាន់ហួសពេលតាមចិត្តលោកបងឯងទៅបើសិនជាលោកបងឯងមិនធ្វើស្រែទេក៏ហីទៅវាជាសិទ្ធិលោកបងតែប៉ុណ្ណោះដូច្នេះមិនមានអ្នកណាម្នាក់អាចបញ្ជាលោកបងបានឡើយបន្ទាប់ពីគាត់បាននិយាយជាមួយនឹងសម្បត្តិរួចគាត់បានធ្វើដំណើរដើរទៅមុខទៀតយ៉ាងរីករាយ
បន្តិចក្រោយមកគាត់បានដើរមកដល់ស្រែរបស់គាត់ហើយគាត់ក៏បាននិយាយតែម្នាក់ឯងខ្ញុំមិនចាំបាច់ធ្វើស្រែរាល់ឆ្នាំក៏បានក៏ខ្ញុំមានស្រូវហូបដោយសារតែខ្ញុំរស់នៅតែម្នាក់ឯងតែប៉ុណ្ណោះដូច្នេះមិនចាំបាច់ខិតខំប្រឹងប្រែងដូចជាអ្នកដទៃពេកក៏បានសួស្ដីលោកបងតើលោកបងឯងមកដល់ស្រែបំរុងនឹងធ្វើស្រែឆ្នាំនេះមែនទេលោកបងបើសិនជាលោកបងឯងធ្វើស្រែនៅឆ្នាំនេះប្រកាសជាបានផលដំណាំច្រើននៅឆ្នាំក្រោយជាមិនខាននៅឆ្នាំនឹងខ្ញុំអត់ធ្វើទេណាលោកបងខ្ញុំដូចជាមិនសប្បាយចិត្តដូច្នេះខ្ញុំមិនដោយមួយឆ្នាំសិនចាំឆ្នាំក្រោយចាំខ្ញុំធ្វើក៏បានកុំយកភាពខ្ជិលដាក់នៅជាប់ខ្លួនពេកអីកាលពីមុនឯងរស់ដោយសារតែឪពុកម្ដាយប៉ុន្តែពេលនេះគាត់ស្លាប់ចោលឯងអស់ហើយដូច្នេះឯងរស់នៅតែម្នាក់ឯងបើសិនជាមិនខិតខំប្រឹងប្រែងប្រយ័ត្នតែដាច់ពោះមែនហើយណាលោកបងនៅក្នុងភូមិយើងអ្នកណាក៏ដឹងថាលោកបងជាមនុស្សដែលកំជិលកាលពីមុនលោកបងរស់ដោយសារតែឪពុកម្ដាយរកស៊ីរកត្រីចិញ្ចឹមតែប៉ុណ្ណោះហើយស្រូវដែលលើផ្ទះលោកបងឯងរាល់ថ្ងៃនេះជាស្រូវដែលឪពុកម្ដាយលោកបងឯងបានធ្វើតាំងពីគាត់នៅរស់កុំចេះដឹងរឿងរ៉ាវរបស់ខ្ញុំអីខ្ញុំមិនទាន់ចង់ធ្វើស្រែទេស្រូវដែលឪពុកម្ដាយខ្ញុំបានធ្វើកាលពីមុនខ្ញុំនៅហូបមិនទាន់អស់ដូច្នេះចាំអស់ស្រូវទាំងអស់នោះចាំខ្ញុំធ្វើអញ្ចឹងតោះលោកពូយើងប្រញាប់ទៅផ្ទះយើងវិញទៅទោះបីជាខំនិយាយណែនាំយ៉ាងណាក៏ដោយគាត់នៅតែមិនស្ដាប់តាមការនិយាយរបស់យើងអស់រយៈពេល2ឆ្នាំបានកន្លងផុតទៅគាត់នៅតែមិនទាន់បានធ្វើស្រែហើយគាត់បានយកស្រូវរបស់គាត់យកលក់ម្ដងបន្តិចរហូតដល់អស់ដោយសារតែគាត់លក់ស្រូវរបស់គាត់ជារៀងរាល់ថ្ងៃចប់ហើយខ្ញុំនៅពេលនេះខ្ញុំរវល់តែមិនធ្វើការងារអ្វីអស់រយៈពេល2ឆ្នាំស្រែក៏មិនធ្វើពេលនេះបែរជាអស់អង្គហូបដោយសារតែខ្ញុំតែយកលក់ជារៀងរាល់ថ្ងៃនៅថ្ងៃនេះខ្ញុំទៅតែឡើងបេះដូងដើម្បីបាន1-2លក់ឲ្យអ្នកភូមិនិងបានប្រាក់ទិញអង្គដាក់ឆ្នាំងនៅថ្ងៃនេះបន្ទាប់ពីបានគិតបែបនេះរួចគាត់បានធ្វើដំណើរទៅក្រៅផ្ទះរបស់គាត់ដើម្បីបេះដូងយកទៅលក់ឲ្យអ្នកភូមិនៅពេលដែលគាត់បានឡើងកំពុងតែបេះដូងនៅពេលនោះគាត់វិលមុខហើយក៏បានធ្លាក់ចុះមកខាងក្រោមអ្នកភូមិនៅពេលដែលបានឃើញសភាពការបែបនេះក៏បាននាំគ្នាមកជួយគាត់បន្តិចក្រោយមកអ្នកភូមិបានយកគាត់មកដល់ផ្ទះជួយខ្ញុំផងអ្នកភូមិទាំងអស់គ្នានៅពេលនេះខ្ញុំមិនអាចងើបដើររួចបានទេតើខ្ញុំបានប្រាក់មកពីណាទៅដើម្បីព្យាបាលតើបានឃើញខ្លួនឯងនៅក្នុងសភាពបែបនេះច្បាស់ហើយឬនៅពេលដែលមានកម្លាំងគួរតែខិតខំប្រឹងប្រែងរកប្រាក់ដើម្បីសន្សំមិនត្រូវយកពេលវេលាដើរលេងចាយប្រាក់ដើរលេងអត់ប្រយោជន៍ទេលោកបងឯងមើលទៅនេះដោយសារតែការខ្ជិលមិនខិតខំប្រឹងប្រែងធ្វើការងាររហូតដល់អស់ប្រាក់ពីខ្លួនហើយឡើងបេះដូងហើយក៏ធ្លាក់មកវិញបង្កឲ្យខ្លួនឯងមានគ្រោះថ្នាក់តើពេលនេះលោកបងឯងបានប្រាក់មកពីណាដើម្បីព្យាបាលខ្លួនឯងគឺខ្ញុំគិតថាឡើងបេះផ្លែដូងដើម្បីលក់ឲ្យអ្នកភូមិបានប្រាក់ទិញអង្គប៉ុន្តែមិននឹកស្មានថាធ្លាក់ពីលើដើមដូងបែបនេះទៅវិញនេះទៅបានជាពាក្យចាស់បាននិយាយថាកុំយកពេលវេលាដើរលេងឥតប្រយោជន៍ពីមួយថ្ងៃទៅមួយថ្ងៃត្រូវតែធ្វើអ្វីឲ្យមានប្រយោជន៍បើសិនជារយៈពេល2ឆ្នាំមុនលោកបងខិតខំប្រឹងប្រែងធ្វើស្រែប្រមូលផលបានជារៀងរាល់ឆ្នាំនិងបានច្រើនពេលនេះលោកបងជួបគ្រោះថ្នាក់និងបានប្រាក់ព្យាបាលដោយខ្លួនឯងសម្បត្តិនិយាយបែបនេះជាការត្រឹមត្រូវលោកបងឯងបណ្ដោយពេលវេលាឥតប្រយោជន៍យកពេលវេលាដើរលេងផឹកស៊ីអត់ធ្វើការងារបំផ្លាញប្រាក់របស់ខ្លួនឯងអស់ពីខ្លួនដល់ពេលនេះធ្លាក់ខ្លួនឈឺតើបានប្រាក់មកពីណាដើម្បីព្យាបាលខ្លួនកាលពីមុនខ្ញុំជាមនុស្សដែលគ្មានបានការពិតមែនមិនគិតខិតខំប្រឹងប្រែងធ្វើស្រែចម្ការធ្វើការងារប៉ុន្តែបែរជាយកពេលវេលាដេកដើរលេងចាយវាយអត់ប្រយោជន៍រហូតយកស្រូវលក់អស់ពីផ្ទះដល់ពេលនេះធ្លាក់ខ្លួនឈឺអត់មានប្រាក់ដើម្បីមើលព្យាបាលខ្លួនឯងខ្ញុំគិតថាយល់ដល់អ្នកភូមិរបស់យើងគួរតែរៃប្រាក់គ្នាម្នាក់បន្តិចដើម្បីទិញថ្នាំព្យាបាលឲ្យគាត់តាមអ្វីដែលយើងអាចធ្វើបានដើម្បីឲ្យគាត់បានជាដោយកាលពីមុនវិញមិនអីទេអញ្ចឹងដោយយើងគិតថាជាអ្នករស់នៅភូមិជាមួយគ្នាយើងនឹងរៃប្រាក់ដើម្បីយកទិញថ្នាំឲ្យឯងតាមលទ្ធភាពដែលមានសង្ឃឹមថានៅពេលដែលឯងបានជា
ឯងនឹងខិតខំប្រឹងប្រែងធ្វើការងារធ្វើស្រែចម្ការបានប្រាក់មិនដើរលេងចំណាយពេលឥតប្រយោជន៍ទៀតខ្ញុំឈប់ហើយខ្ញុំនឹងកែប្រែខ្លួនមិនដូចកាលពីមុនខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើស្រែចម្ការនិងបង្កប់បង្កើផលឲ្យបានច្រើនអ្នកភូមិក៏បាននាំគ្នារៃប្រាក់ដើម្បីទិញថ្នាំព្យាបាលឲ្យគាត់នៅពេលដែលគាត់បានជាពីជំងឺគាត់ក៏លែងខ្ជិលដោយកាលពីមុនគាត់បានខិតខំប្រឹងប្រែងធ្វើស្រែចម្ការរបស់គាត់ជារៀងរាល់ឆ្នាំ